តលេងអឺរ៉ុបជាមួយខ្ញុំណាភិនភាគទី2ដំណើរកំសាន្តទៅប្រទេសស្វីសងើបពីគេងមកនៅតែប្រទេសអ៊ីតាលីខ្ញុំហើយនឹងប្អូនខ្ញុំរៀបចំអាវ៉ាអាវ៉ាន់ដាក់វ៉ាលីដាក់អីហើយរត់ចុះទៅខាងក្រោមរកអីញ៉ាំពេលព្រឹកតែម្ដងអាហារពេលព្រឹករបស់អឺរ៉ុបអត់មានអីទេអ្នកទាំងអស់គ្នាមានតែនំប៉័ងហើយនឹងពងទានឹងឯងហើយខ្ញុំអត់ភ្លេចទេកាហ្វេរបស់ខ្ញុំហ្នឹងញ៉ាំអីហើយខ្ញុំក៏បានបន្តដំណើរពីអ៊ីតាលីទៅប្រទេសស្វីសហើយខ្ញុំក៏បានឈប់តាមផ្លូវចូលកតុបទឹកចូលអីទិញអីញ៉ាំអីតិចតួចដែរនៅតាមផ្លូវគ្រាន់តែចូលដល់ប្រទេសស្វីសគឺទៅសុភាពចេញមកខៀវងឹតតែម្ដងអ្នកទាំងអស់គ្នាប៉ុន្តែនៅអឺរ៉ុបនេះក៏ភ្លៀងខ្លាំងណាស់ដែរភ្លៀងតាំងពីអ៊ីតាលីរហូតដល់ស្វីសតែម្ដងថ្ងៃនេះគឺខ្ញុំធ្វើដំណើរឡើងលើកំពូលភ្នំតកកធីតលីអ្នកទាំងអស់គ្នាហើយដើម្បីឡើងបានគឺយើងទិញសំបុត្រទិញអី scan ចឹងទៅហើយយើងជិះឡានខ្សែរ៉តឡើងលើទេសភាពគឺស្អាតចំណែកឯអាកាសធាតុវិញគឺត្រជាក់ធ្លាក់ព្រិលទេអ្នកទាំងអស់គ្នាឡើងទៅដល់លើហ្នឹងគឺធ្លាក់ព្រិលផងតកកផងអីផងល្ងាសឹងអីហីខ្ញុំឡើងមកលើនេះខ្ញុំថតរូបលេងព្រិលលេងអីមិនដែរស្គាល់ព្រិលផងនៅខ្មែរខ្ញុំលេងចុះលេងឡើងអស់ចិត្តហើយខ្ញុំក៏បានរកអីញ៉ាំនៅលើកំពូលភ្នំហ្នឹងគេមានកន្លែងញ៉ាំអីរបស់គេដែរនៅនេះគឺខ្ញុំញ៉ាំដលងញ៉ាំសាច់មាន់នំប៉័ងស្វាហ្គាទីអីនំខេកចឹងទៅអ្នកទាំងអស់គ្នាតាមគេតាមឯងចុះពីភ្នំមកវិញខ្ញុំក៏បានធ្វើដំណើរទៅទីក្រុងលូសឺននៃប្រទេសស្វីសទស្សនាទស្សនីយភាពទីក្រុងរបស់គេទីក្រុងនេះគឺជាទីក្រុងបែបស្ងប់ស្ងាត់គឺអត់សូវមាន street food ឬក៏គេលក់តាមផ្លូវញ៉ៃទេហើយខ្ញុំក៏បានទៅដើរមើលកន្លែងប្រវត្តិសាស្ត្រគេផ្សេងដែរដូចជាបឹងលូសឺនស្ពានឈើឆាលផែលក៏ដូចជារូបសំណាករូបតោដែលតំណាងឲ្យភាពស្មោះត្រង់នៃប្រជាជនស្វីសខ្ញុំដើរមើលអស់ចិត្តអស់ចង់មកដល់ពេលល្ងាចល្មមខ្ញុំក៏បានទៅដើររកអីញ៉ាំហើយខ្ញុំធំម្ហូបអឺរ៉ុបពេកខ្ញុំក៏ញ៉ាំម្ហូបអាស៊ីម្ដងមានសឡមានអីហត់ចឹងទៅមានជាតិមានចៅបន្តិចមកដល់ពេលយប់ខ្ញុំក៏បានចូល check in នៅក្នុងហូតែលប្រទេសស្វីសហ្នឹងហើយដំណើរកំសាន្តថ្ងៃហ្នឹងគឺចប់ត្រឹមហ្នឹងឯងវីដេអូភាគ2នេះគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាហើយខ្ញុំនៅធ្វើដំណើរទៅប្រទេសផ្សេងទៀតនៅភាគបន្តទៀតសូមរងចាំទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ